ជំរាបសួរបងប្អូនទាំងអស់គ្នាពាក់ព័ន្ធនឹងការធ្វើសាប៊ូលាងចានខ្ញុំមានផុសច្រើនហើយនៅក្នុង page មានផុសប្រាប់ពីវត្ថុធាតុដើមមានវីដេអូបង្ហាញពីការកូរមេសាប៊ូមានវីដេអូបង្ហាញពីវត្ថុធាតុដើមដែលត្រូវប្រើហើយចំនួននៃការប្រើប្រមាណហ្នឹងគឺខ្ញុំបានផុសច្រើនហើយនៅក្នុង page អញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការធ្វើសាប៊ូលាងចានបងប្អូនអាចចូលទៅមើលវីដេអូឬក៏ផុសផ្សេងៗដែលខ្ញុំបានផុសកន្លងមកនៅក្នុង page បានហើយពាក់ព័ន្ធនឹងការធ្វើសាប៊ូផ្សេងដូចជាសាប៊ូបោកសម្លៀកបំពាក់ឬក៏សាប៊ូលាងបន្ទប់ទឹកឬក៏លាងអ្វីផ្សេងៗដែលបងប្អូនចង់ធ្វើវាមិនមានការពិបាកទេសម្រាប់យើងធ្វើប្រើប្រាស់ខ្លួនឯងជាលក្ខណៈគ្រួសារបងប្អូនអាចបំលែងចេញពីរូបមន្តនៃការធ្វើសាប៊ូលាងចានបានឧទាហរណ៍ថាបងប្អូនចង់ធ្វើសាប៊ូបោកសម្លៀកបំពាក់បងប្អូនយករូបមន្តនៃការធ្វើសាប៊ូលាងចានមកបងប្អូនគ្រាន់តែដកក្លិនចេញបើមិនជាបងប្អូនអត់ចូលចិត្តក្លិនក្រូចបងប្អូនអាចដកក្លិនចេញហើយអាចដាក់ក្លិនអ្វីផ្សេងចូលជំនួសក្លិនក្រូចបានអញ្ចឹងយើងអាចបោកសម្លៀកបំពាក់បានហើយពណ៌លឿងយើងអត់ចាំបាច់ដាក់ពណ៌ក៏បានដែរដោយសារសាប៊ូបោកសម្លៀកបំពាក់ជាធម្មតាអត់ប្រើពណ៌ទេអញ្ចឹងយើងអត់ចាំបាច់ដាក់ពណ៌ទេហើយមួយទៀតពាក់ព័ន្ធនឹងភាពចម្រះសាប៊ូលាងចានយើងអាចថាមិនសូវជាមានភាពចម្រះខ្លាំងប៉ុន្មានទេប៉ុន្តែសម្រាប់សាប៊ូបោកសម្លៀកបំពាក់គឺយើងត្រូវការភាពចម្រះរៀងខ្លាំងជាងសាប៊ូលាងចានអញ្ចឹងបងប្អូនអាចថែមមេចម្រះឬក៏ F24 ហ្នឹងឲ្យបានច្រើនជាងការធ្វើសាប៊ូលាងចានបន្តិចបានដើម្បីឲ្យវាមានភាពចម្រះទៅលើសម្លៀកបំពាក់បានល្អហើយសម្រាប់សាប៊ូលាងបន្ទប់ទឹកឬក៏សាប៊ូអ្វីផ្សេងៗហ្នឹងគឺដូចគ្នាបងប្អូនអាចកែច្នៃចេញពីរូបមន្តនៃការធ្វើសាប៊ូលាងចានហ្នឹងបានបើសិនជាបងប្អូនចង់ឲ្យវាមានភាពចម្រះខ្លាំងបងប្អូនអាចថែមមេចម្រះឲ្យបានច្រើនទៅតាមហ្នឹងហើយបងប្អូនចង់បានពពុះច្រើនបងប្អូនអាចថែមប្រភេទម្សៅពពុះឬក៏ទឹកជំនួយពពុះឲ្យបានច្រើនទៅតាមហ្នឹងដូចគ្នាអញ្ចឹងបងប្អូនចេះតែរូបមន្តនៃការធ្វើសាប៊ូលាងចានមួយហ្នឹងគឺបងប្អូនអាចបំលែងធ្វើសាប៊ូផ្សេងៗបានសម្រាប់ប្រើប្រាស់ខ្លួនឯងហើយពាក់ព័ន្ធនឹងវត្ថុធាតុដើមផ្សេងៗហ្នឹងបងប្អូនអាចសិក្សាស្វែងយល់បន្ថែមនៅក្នុង page បានដែលខ្ញុំបានផុសទៅថាវត្ថុធាតុដើមមួយហ្នឹងវាជួយអ្វីនៅក្នុងការធ្វើសាប៊ូអញ្ចឹងបងប្អូនអាចចូលមើល page ទៅហើយសិក្សាទៅតាមហ្នឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការធ្វើសាប៊ូប្រើប្រាស់ខ្លួនឯង